Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ clear ដែលលាគ្នាមួយចំនួនមកបង្ហាញបងប្អូនបាទអញ្ចឹងបងប្អូនមើល clear ទាំងអស់នេះបាទជាដំបូងបងប្អូនមើល clear see you on Monday បាទជួបគ្នានៅថ្ងៃច័ន្ទ see you on Monday បាទ see ហ្នឹងគឺជួបឃើញឬជួប you នឹងអ្នក on Monday ដែលនៅថ្ងៃច័ន្ទបាទ Monday ហ្នឹងគឺថ្ងៃច័ន្ទបាទសម្រាប់ដែលយើងលាគ្នានៅពេលដែលយើងធ្វើការនៅថ្ងៃសៅរ៍ដែលចេញពីធ្វើការទៅបាទអញ្ចឹងថ្ងៃច័ន្ទជួបគ្នាគឺយើងនិយាយថា see you on Monday បាទជួបគ្នានៅថ្ងៃច័ន្ទណាឬមួយក៏យើងណាត់គ្នាថាថ្ងៃច័ន្ទត្រូវធ្វើអីចឹងក៏យើងប្រើ clear នឹងបានដែរដូចគ្នាដែរណា see you on Monday បាទថ្ងៃទាំងអស់នេះគឺយើងអាចដូរបានដាក់ថ្ងៃណាក៏បានដែរ7ថ្ងៃក្នុងមួយសប្តាហ៍តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនពីថ្ងៃនៃសប្តាហ៍បាទ see you on Monday បាទបងប្អូនមើល clear មួយនេះ I'm out on Sunday ខ្ញុំឈប់សម្រាកនៅថ្ងៃអាទិត្យ I'm out on Sunday បាទ I'm out នេះគឺប្រែថាឈប់បាទមកពី be out អញ្ចឹង I'm out ខ្ញុំឈប់បាទឈប់សម្រាក on Sunday នៅថ្ងៃអាទិត្យបាទ Sunday គឺថ្ងៃអាទិត្យ I'm out on Sunday Today is public holiday ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកបាទ Today is public holiday បាទ Today ហ្នឹងគឺថ្ងៃនេះបាទ is ហ្នឹងគឺ public holiday គឺថ្ងៃឈប់សម្រាកសាធារណៈបាទ public holiday បាទដូចជាថ្ងៃបុណ្យវិសាខបូជាមាឃបូជាជុំបិណ្ឌអីគេហៅថាជា public holiday បាទថ្ងៃឈប់សម្រាកជាសាធារណៈនៅក្នុងប្រទេសខ្មែរអញ្ចឹង today is public holiday បាទសិស្សសាលាក៏ឈប់សម្រាកមន្ត្រីរាជការក៏ឈប់សម្រាកអញ្ចឹងឲ្យតែដល់ថ្ងៃទាំងអស់ហ្នឹងបាទទិវាសិទ្ធិមនុស្សអីហ្នឹងគឺឈប់សម្រាកអញ្ចឹងគេហៅថាជា public holiday បាទ today is public holiday see you later បាទជួបគ្នាពេលក្រោយបាទ see you later បាទ later នេះសេញ say later ប៉ុន្តែដល់ពេលយើងនិយាយជាទូទៅគឺ later ណា see you later ជួបគ្នានៅពេលក្រោយអានេះសម្រាប់លាគ្នាដែរនៅពេលដែលយើងចេញពីធ្វើការឬមួយក៏មិត្តភ័ក្តិអ្នកស្គាល់គ្នាជួបគ្នាចេញពីកន្លែងណាមួយទៅបាទចាំជួបគ្នាពេលក្រោយគឺយើងប្រើ clear នេះឯង see you later ឃ្លាមួយទៀត I have to go now ខ្ញុំត្រូវទៅហើយបាទ I have to go now បាទដូចថាយើងត្រូវទៅធ្វើការឬមួយក៏ចេញទៅបំពេញការងារអីបាទនៅជុំគ្នាអញ្ចឹងគឺយើងនិយាយថាអូខ្ញុំត្រូវទៅហើយឥឡូវហ្នឹងគឺ I have to go now បាទ have to នេះគឺត្រូវ go ហ្នឹងទៅបាទ now ហ្នឹងគឺឥឡូវនេះ I have to go now បាទខ្ញុំត្រូវទៅហើយបាទអញ្ចឹងបងប្អូនមើល clear សន្ទនានេះតាក់ទងជាមួយនឹង I have to go now អញ្ចឹងការសន្ទនាលាគ្នាអញ្ចឹង A នេះតំណាងឲ្យមនុស្សម្នាក់គាត់និយាយថាម៉េច I have to go now ខ្ញុំត្រូវទៅហើយណាខ្ញុំត្រូវចេញទៅហើយបានវានិយាយថាអូខេអត់អីទេអញ្ចឹងអូខេទៅចុះខ្មែរយើងណាអូខេទៅចុះបាន A ហ្នឹងគាត់និយាយថាបាយលាសិនហើយដល់ពេលអញ្ចឹង B និយាយថា see you on Monday ហ្នឹងហើយជួបគ្នានៅថ្ងៃច័ន្ទណា see you on Monday បាទអញ្ចឹងចាំថ្ងៃច័ន្ទចាំជួបគ្នាបាទអញ្ចឹងនេះគឺសន្ទនាខ្លីមួយបាទដូចថាលាគ្នាចេញទៅអញ្ចឹងតែម្ដងទៀត I have to go now ខ្ញុំត្រូវទៅហើយអូខេទៅចុះបាយលាសិនហើយ see you on Monday ជួបគ្នានៅថ្ងៃច័ន្ទណាបាទថ្ងៃទាំងអស់នេះគឺបងប្អូនអាចដាក់ជួបនៅថ្ងៃណាក៏បានដែរសំខាន់ទៅតាមស្ថានភាពថ្ងៃអញ្ចឹងបងប្អូនមើលថ្ងៃទាំង7នៅក្នុងមួយសប្តាហ៍បាទថ្ងៃច័ន្ទគឺ Monday បាទ Monday ថ្ងៃច័ន្ទដែលយើងចង់និយាយថាជួបគ្នាថ្ងៃច័ន្ទអញ្ចឹង see you on Monday ណាជួបគ្នានៅថ្ងៃច័ន្ទណាអានេះយើងអានថា Tuesday ថ្ងៃអង្គារ
Tuesday see you on Tuesday បាទជួបគ្នានៅថ្ងៃអង្គារណាចឹងទៅ Tuesday Wednesday បាទអានេះយើងអាន Wednesday ថ្ងៃពុធបាទឬថា see you on Wednesday ជួបគ្នានៅថ្ងៃពុធណា see you on Wednesday អានេះយើងអាន Thursday បាទថ្ងៃប្រហ័ស Thursday see you on Thursday ជួបគ្នានៅថ្ងៃប្រហ័សបាទអញ្ចឹងនេះយើងអាន Monday ថ្ងៃច័ន្ទ Tuesday ថ្ងៃអង្គារ Wednesday ថ្ងៃពុធ Thursday ថ្ងៃប្រហ័ស Friday បាទថ្ងៃសុក្របាទយើងអាន Friday អានេះខ្ញុំសេជាសិញខ្មែរកន្លែងនេះហើយសេជាសិញអង់គ្លេសនៅកន្លែងនេះអញ្ចឹងបងប្អូនប្រកបមួយណាក៏បានដែរបាទ Friday ថ្ងៃសុក្រ Saturday បាទ Saturday ថ្ងៃសៅរ៍ Saturday Sunday បាទ Sunday ថ្ងៃអាទិត្យ Sunday ដូច clear យើងរៀនហើយជួបគ្នានៅថ្ងៃសុក្រអីគឺ see you on Friday ជួបគ្នានៅថ្ងៃសុក្រណាដូចថ្ងៃសៅរ៍ see you on Saturday ជួបគ្នានៅថ្ងៃសៅរ៍ណាថ្ងៃអាទិត្យ see you on Sunday បាទជួបគ្នានៅថ្ងៃអាទិត្យណាបាទបងប្អូនមើលការសន្ទនាមួយនេះបាទដូចតែការសន្ទនាមុនដែរប៉ុន្តែខុសពី clear ខាងក្រោមអញ្ចឹងអីនិយាយថាម៉េច I have to go now ខ្ញុំត្រូវទៅឥឡូវនេះហើយណា I have to go now វានិយាយថាអូខេបាទយល់ព្រមបាទអីទេទៅចុះណាអូខេអីនិយាយថាបាយ listen ហើយបាទអញ្ចឹងវានិយាយថា see you tomorrow ជួបគ្នានៅថ្ងៃស្អែកបាទនេះយើងចង់និយាយថាជួបគ្នានៅថ្ងៃស្អែកគឺយើងប្រើពាក្យ tomorrow បាទ see you tomorrow ជួបគ្នានៅថ្ងៃស្អែកអញ្ចឹងជួបគ្នានៅថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគឺបងប្អូនចេះថ្ងៃហ្នឹងណា see you on Monday ជួបគ្នានៅថ្ងៃច័ន្ទអញ្ចឹងទៅបាទ see you on Sunday ជួបគ្នានៅថ្ងៃអាទិត្យដល់ពេលនេះគឺជួបគ្នានៅថ្ងៃស្អែកបាទ see you tomorrow បាទជួបគ្នានៅថ្ងៃស្អែកបាទសិតតែ clear ដែលលាគ្នាហើយយើងត្រូវជួបគ្នានៅថ្ងៃណាមួយយើងដាក់ថ្ងៃហ្នឹងទៅបាទអញ្ចឹងបងប្អូនមើលការសន្ទនាលាគ្នានេះមួយទៀតបងប្អូនឃើញប្រយោគនេះខុសពីប្រយោគមុនបន្តិចប៉ុន្តែអត្ថន័យដូចគ្នា I'm heading out ខ្ញុំត្រូវទៅហើយបាទស្មើនឹង clear មុន I have to go now ដូចគ្នាដែរណាតែបងប្អូនអាចប្រើ clear នេះក៏បានដូចគ្នាដែរអញ្ចឹងបងប្អូនចេះឲ្យបានច្រើនតិចដើម្បីពេលដែលយើងអានអត្ថបទឬមួយក៏ស្ដាប់គេនិយាយទៅគឺយើងចេះច្រើន I'm heading out បាទខ្ញុំត្រូវទៅហើយបាទវានិយាយថា alright បាទអូខេអត់អីទេយល់ព្រមបាទស្មើពីអូខេដែរ alright នេះណា alright អូខេទៅចុះមិនអីទេបាយលាសិនហើយបានវានិយាយថា see you later បាទជួបគ្នាពេលក្រោយបាទ see you later ជួបគ្នាពេលក្រោយអញ្ចឹងជួបគ្នាថ្ងៃស្អែកគឺបងប្អូនចេះហើយមុនហ្នឹងគឺ see you tomorrow ណាជួបគ្នាថ្ងៃអង្គារ see you on Tuesday ណាជួបគ្នានៅថ្ងៃពុធ see you on Wednesday ដល់ពេលនេះគឺជួបគ្នាពេលក្រោយអត់ដឹងពេលណាណាពេលក្រោយ see you later ជួបគ្នាពេលក្រោយបងប្អូនមើលការសន្ទនានេះមួយទៀតស្រដៀងគ្នាប៉ុន្តែមានពាក្យខាងក្រោមខុសគ្នាអញ្ចឹងឯងនិយាយថាម៉េច I have to list now បាទខ្ញុំត្រូវចេញទៅហើយ I have to list now អញ្ចឹងបងប្អូនចេះ clear ចំនួន3ដែលនិយាយថាខ្ញុំត្រូវចាក់ចេញឥឡូវនេះហើយបាទមាន I have to go now clear មុនណា I have to go now ខ្ញុំត្រូវចេញទៅហើយឥឡូវហ្នឹងហើយមាន clear I'm heading out បាទអាហ្នឹងក៏ខ្ញុំត្រូវចេញទៅឥឡូវនេះដែរអញ្ចឹងបងប្អូនមើល clear មួយនេះគឺ I have to leave now list នេះគឺយើងប្រើកិរិយាសព្ទចាក់ចេញតែម្ដងបាទខ្ញុំត្រូវចាក់ចេញទៅហើយឥឡូវនេះបាទ I have to leave now បានវានិយាយថាអូខេបាទយល់ព្រមឯងនិយាយថាបាយលាសិនហើយវានិយាយថាម៉េច clear នៅចុងក្រោយ take care បាទមើលថែរក្សាខ្លួនណា
take care អូខេអញ្ចឹង clear សិតតែ clear ដែរជូនពរបាទជួបគ្នានៅថ្ងៃណាក៏បងប្អូនប្រើបានថ្ងៃស្អែកបាទ tomorrow បាទថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក៏ប្រើបានជួបគ្នាពេលក្រោយក៏ប្រើបានកន្លែង clear នេះគឺ take care មើលថែអាសាអញ្ចឹងបងប្អូនចេះបានច្រើនណាបងប្អូនមើល clear មួយនេះទៀតគឺលាគ្នាដែរគឺយើងប្រើ I'm going to work now ខ្ញុំត្រូវទៅធ្វើការឥឡូវនេះហើយបាទ I'm going to work now បាទបងប្អូនចេះ clear នេះមួយទៀត I'm going to work now បាទ B និយាយថាអូខេយល់ព្រម B និយាយថាបាយលាសិនហើយនេះជូនពរមួយទៀតណា B គាត់ជូនពរថា Have a nice day បាទសូមជូនពរឲ្យថ្ងៃនេះជួបតែរឿងល្អល្អបាទ Have a nice day បាទដូចថាយើងជូនពរមិត្តភ័ក្តិឬមួយក៏សាច់ញាតិយើងតែគាត់ត្រូវលាទៅអញ្ចឹងថ្ងៃហ្នឹងបាទអញ្ចឹងគឺជូនពរ Have a nice day បាទសូមឲ្យរឿងនេះជួបប្រទះតែនឹងរឿងល្អល្អថ្ងៃនេះជួបប្រទះតែរឿងល្អល្អណា Have a nice day clear ភាសាអង់គ្លេសមួយចំនួនគឺបងប្អូនត្រូវចាំអត់ចាំបាច់វែកញែកពាក្យមួយទេដោយសារជា clear expression ណាដូចជា clear នេះចឹង Have a nice day បាទត្រូវចាំអញ្ចឹងអត់ចាំបាច់ថា have នឹងមាន night នឹងល្អ day នឹងថ្ងៃអញ្ចឹងយើងនិយាយទៅវារៀង slow រៀងយឺតណាអញ្ចឹងត្រូវចាំវាដូចថាឥឡូវ see you later ជួបគ្នាពេលក្រោយអញ្ចឹងក៏យើងត្រូវចាំអញ្ចឹងណាអូខេអញ្ចឹង have a nice day បាទសូមជូនពរឲ្យថ្ងៃនេះជួបតែរឿងល្អល្អបងប្អូនមើល clear មួយនេះ Do you have Saturday or Sunday off តើអ្នកឈប់សម្រាកនៅថ្ងៃសៅរ៍ឬមួយក៏ថ្ងៃអាទិត្យ Do you have Saturday or Sunday off បាទនេះជាប្រយោគសំណួរ Do នេះគឺយើងអត់ប្រែទេយើងដាក់មកដើម្បីបង្កើតប្រយោគសំណួរហើយ you នេះអ្នកបាទ have នេះគឺមានណា Saturday off នេះគឺថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ហើយ Sunday off គឺថ្ងៃឈប់សម្រាកថ្ងៃអាទិត្យដល់ពេលយើងសេជាប់គ្នាមកបាទយើងប្រើ off តែមួយឯង Do you have Saturday or Sunday off តើអ្នកមានថ្ងៃឈប់សម្រាកនៅថ្ងៃសៅរ៍ឬមួយក៏ថ្ងៃអាទិត្យដែរដូច clear មុនបងប្អូនចេះហើយឈប់សម្រាកនៅថ្ងៃអាទិត្យគឺ I'm off on Sunday អញ្ចឹងតែណា I'm off on Saturday ខ្ញុំឈប់សម្រាកនៅថ្ងៃសៅរ៍អញ្ចឹងយើងដាក់ថ្ងៃមួយណាក៏បានដែរថ្ងៃដែលយើងរៀនកន្លងមកនេះនេះគឺជាសំណួរមួយដែលគេសួរថាថ្ងៃឈប់សម្រាករបស់អ្នកគឺជាត្រូវនឹងថ្ងៃគេអញ្ចឹងអង់គ្លេស which day is your day off បាទ which day is your day off បាទតើថ្ងៃណាជាថ្ងៃឈប់សម្រាករបស់អ្នក which day is your day off បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនបានរៀនពី clear សន្ទនាដែល clear គ្នាហើយនឹង clear ជូនពរមួយចំនួនហើយព្រមទាំង clear តាក់ទងទៅនឹងថ្ងៃនៃសប្តាហ៍7ថ្ងៃក្នុងសប្តាហ៍បាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PPT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ